3ចំណុចដែលយើងអាចរៀនសូត្របានពីគូស្នេហ៍ពេជ្រពិសីដោយសារថ្ងៃនេះជាថ្ងៃមង្គលរបស់គាត់អញ្ចឹងខ្ញុំសូមធ្វើវីដេអូមួយជាចំណងដៃជូនដល់គាត់និងអបអរសាទរពីចម្ងាយចំណុចទី1ភាពស្មោះត្រង់របស់ដៃគូស្នេហ៍ទាំងពីរមានភាពស្មោះត្រង់ជាមួយគ្នាខ្លាំងមែនទែនបើទោះបីជាក្នុងពេលលំបាកក៏គាត់មិនងាករេមិនបែកឆ្វេងឧទាហរណ៍ជាក់ស្ដែងក្នុងពេលនោះគឺគាត់លំបាកហើយគាត់អត់ខ្លាំងមែនតើប៉ុន្តែពិសីគាត់ជាស្រីស្អាតអញ្ចឹងគាត់អាចមានជម្រើសច្រើនល្អជាងឆ្ងាយអាចរកអ្នកមានជាងអ្នកល្អជាងអ្នកប្រកែកជាងប៉ុន្តែគឺគាត់អត់ងាករេគឺគាត់នៅតែស្រឡាញ់ស្មោះស្ម័គ្រជាមួយឆាយរហូតមកដល់ពេលនេះឆាយគឺបានបំពេញសន្យាឲ្យពិសីគឺរៀបមង្គលការឲ្យធំដុំតាមដែលពិសីចង់បានហើយគាត់ក៏អត់ងាករេដូចគ្នាអញ្ចឹងហើយទៅធ្វើឲ្យពិសីមានភាពក្តុកក្តួលរំជួលចិត្តរហូតដល់ចេញ caption ថា9ឆ្នាំចាំបងក៏បានណាចំណុចទី2ដោយសារតែការស្រឡាញ់គាត់ហ៊ានកែប្រែខ្លួនឯងដើម្បីគ្នាទៅវិញទៅមកខ្ញុំធ្លាប់បានមើលវីដេអូមួយដែលឆាយគាត់និយាយថាពិសីនឹងគាត់កាលពីមុនណាក៏ជាក្មេងបាច់ស្លុយដូចគេដូចឯងដែរប៉ុន្តែបន្តិចម្ដងគាត់ខ្លួនឯងគឺកែប្រែខ្លួនឯងដើម្បីភាពរុងរឿងនិងភាពរីកចម្រើនពិសីក៏ដូចគ្នាអញ្ចឹងហើយទើបគាត់មានភាពចាស់ទុំរហូតដល់សប្តាហ៍ថ្ងៃចំណុចទី3គូស្នេហ៍គឺជាកម្លាំងចលករយ៉ាងសំខាន់រុញច្រានយើងទៅឲ្យបានឆ្ងាយជាការពិតមែនគូស្នេហ៍គឺមានឥទ្ធិពលជាមួយគ្នាខ្លាំងមែនទែនខ្លាំងជាងអ្នកនៅក្បែរខ្លួនទៅទៀតអញ្ចឹងបើសិនជាគូស្នេហ៍ support គ្នាជួយគ្រប់គ្រងគ្នាជួយរុញច្រានគ្នាទៅឲ្យបានឆ្ងាយគឺគាត់ជោគជ័យលឿនខ្លាំងមែនទែនណាធ្លាប់មានសំណួរមួយសួរទៅកាន់ពិសីនឹងឆាយបើសិនជាគ្មានគ្នាតើពិសីនឹងឆាយអាចមកដល់ពេលនេះអត់គឺគាត់ឆ្លើយដូចគ្នាគាត់ថាបើសិនជាគាត់អត់មានឆាយទេឆាយឆ្លើយថាបើសិនឆាយមានពិសីទេគាត់គិតថាគាត់អត់អាចឈានមកដល់បច្ចុប្បន្ននេះទេព្រោះភាពរីកចម្រើនទាំងនេះបានឡើងពីការប្រឹងប្រែងគាត់ទាំងសងខាងជួយ support គ្នាទៅវិញទៅមកដោយសារអីពិសីគាត់ជាមនុស្សដែល safe zone បានន័យថាទោះបីជាគាត់ដឹងថាអីវ៉ាន់ហ្នឹងទិញយកមកលក់ដាច់ចំនួនប៉ុណ្ណឹងក៏ដោយប៉ុន្តែគាត់រីករាយនឹង enjoy នឹងចំពោះឲ្យគាត់តែប៉ុណ្្នឹងហើយគាត់ហ៊ានធ្វើដើមទុនបន្តទៀតទេព្រោះគាត់ខ្លាចមានបញ្ហាខ្លាចកប់ដើមប៉ុន្តែឆាយវិញឆាយគាត់ជាមនុស្សហ៊ានបន្ថយបន្ថានអញ្ចឹងគាត់ជាអ្នករុញច្រានពិសីឲ្យទៅទិញបានបន្ថែមបង្កើន stock បង្កើន brand បន្ថែមទៀតដើម្បីទៅដល់ជំហានខ្ពស់ជាងនឹងបន្តិចទៀតណាតែនៅពីក្រោយនឹងដែរពិសីក៏ជួយទប់ជើងឆាយដែរគាត់ទប់កុំឲ្យឆាយបន្ថយខ្លាំងពេកឲ្យបន្ថយល្មមមកអាចខ្លួនឯងគ្រប់គ្រងបានណាជាចុងក្រោយខ្ញុំសង្ឃឹមថាគូស្នេហ៍ទាំងអស់នឹងអាចបានរៀនសូត្រចំណុចជាច្រើនពីវីដេអូនេះហើយនឹងអាចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរីកចម្រើនដូចពិសីនឹងឆាយដែរអរគុណ